រដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីតបានចាប់ដៃគ្នាវាយប្រហារទៅលើក្រុមប្រដាប់អាវុធដែលស្និទ្ធទៅនឹងខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់នៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់ស្ថានភាពសន្តិសុខនៅតំបន់មជ្ឈិមបូព៌ាបានកើនឡើងកម្ដៅសាជាថ្មីម្ដងទៀតបន្ទាប់ពីកងកម្លាំងយោធាអាមេរិកនិងប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ដៃគ្នាបើកការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុមប្រដាប់អាវុធដែលមានទំនោរទៅលើខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់នៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TRT World នៅថ្ងៃទី29ខែកក្កដាឆ្នាំ2026នេះដោយទីបញ្ជាការកណ្ដាលអាមេរិកបានឲ្យដឹងថាប្រតិបត្តិការរួមគ្នានេះគឺឆ្លើយតបភ្លាមៗទៅនឹងការវាយប្រហារដោយដ្រូនជាង30គ្រឿងក្នុងរយៈពេល72ម៉ោងកន្លងមកដែលបញ្ជាដោយកងឆ្មាំបដិវត្តអ៊ីរ៉ង់សម្ដៅទៅលើមូលដ្ឋានទ័ពអាមេរិកនិងហេដ្ឋារចនាសម្ព័ន្ធថាមពលប្រេងកាតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរហើយក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថាប្រទេសអារ៉ាប៊ីសាអូឌីតមានសិទ្ធិការពារខ្លួនស្របទៅនឹងមាត្រាទី51នៃរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិហើយប្រតិបត្តិការតាមអាកាសនេះផងដែរគឺធ្វើឡើងចំគោលដៅទីតាំងសពាវុធនិងផ្នែកដឹកជញ្ជូនរបស់ក្រុមប្រដាប់អាវុធក្នុងប្រទេសអ៊ីរ៉ាក់រួមទាំងទីស្នាក់ការកណ្ដាលនៃក្រុមប្រដាប់អាវុធចល័តដ៏ប្រជាប្រិយនៅក្នុងខេត្តបាស្រានិងខេត្តបាស៊ីតផងដែរហើយអារ៉ាប៊ីសាអូឌីតបានគូបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនចង់ឲ្យមានចំនួននេះកាន់តែរីករាលដាលធំនោះទេប៉ុន្តែដាច់ខាតត្រូវតែឆ្លើយតបវិញចំពោះរាល់ការឈ្លានពានទាំងឡាយណាដែលប៉ះពាល់ដល់សន្តិសុខនិងប្រភពថាមពលរបស់ជាតិហើយមិនយូរប៉ុន្មានបន្ទាប់ពីការវាយប្រហាររួមគ្នានោះខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់ក៏បានបាញ់មីស៊ីលប៉ាឡេស្ទិកជាច្រើនគ្រាប់សម្ដៅទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសហ្សកដានីនិងតំបន់មជ្ឈិមបូព៌ាដើម្បីជាការសងសឹកភ្លាមៗផងដែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយខាងយោធាអាមេរិកបានអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់និងបំផ្លាញមីស៊ីលរបស់ខ្លាមជ្ឈិមបូព៌ាទាំងអស់បានដោយជោគជ័យដោយមិនបណ្ដាលឲ្យមានការខូចខាតឡើយហើយកងទ័ពអាមេរិកនិងប្រទេសអារ៉ាប៊ីសាអូឌីតបានត្រៀមខ្លួនរួចរាល់អស់ហើយដើម្បីឆ្លើយតបគ្រប់ពេលនិងសូមគូបញ្ជាក់ផងដែរថាតើសហរដ្ឋអាមេរិកនិងខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់តើបទជប់បាញ់អាចកើតមានដែរឬទេបើសហរដ្ឋអាមេរិកនិងខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់នៅតែបន្តលេងមីស៊ីលដាក់គ្នាបែបនេះ